a day with me as the public speaking trainer ចឹងទាំងអស់គ្នាកុំសួរថាព្រលឹមឡើងខ្ញុំធ្វើអីគឺខ្ញុំទៅកក់សក់មុនព្រោះអីខ្ញុំជួយតែគេកក់សក់វាស្រួលខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីកក់សក់ហើយរៀបចំខ្លួនទៅញ៉ាំបាយនៅមុខ PUC ដោយសារយើងត្រូវឡើង speak អញ្ចឹងយើងត្រូវតែទៅញ៉ាំបាយរៀងបានលឿនទៅដើម្បីឲ្យយើងមានភាពងាយស្រួលនៅក្នុងការពេលឡើងទៅនិយាយទៅវាមានកម្លាំងអីចឹងណាព្រោះដោយសារប្រជុំរបស់គេម៉ោង1អញ្ចឹងវាខ្លាចនេះដែរតាមពិតបាយហ្នឹងញ៉ាំចិត្តអស់ហើយនឹកឃើញទៅថតឡើងវិញសិនអញ្ចឹងជា content creator គឺវេទនាខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីនោះមកគឺខ្ញុំចាប់ផ្ដើមซ้อมខ្លួនឯងតាមពិតซ้อมនៅផ្ទះឆ្អែតឆ្អន់ហើយទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំត្រូវតែซ้อมបន្ថែមទៀតដើម្បីពេលខ្ញុំឡើងនិយាយមកវាអត់សូវមានអារម្មណ៍ pressure ហើយនេះគឺជាសកម្មភាពទូទៅនៅខាងក្នុង meeting យើងមាន speaker យើងមានផ្សេងទៀតដែលគាត់មានទៅដល់5នាក់អត់មែនតែខ្ញុំតែម្នាក់ជា speaker ទេអញ្ចឹងរាល់ speaker គេមាន evaluator មួយដើម្បីឲ្យ feedback អញ្ចឹងបើសិនទាំងអស់គ្នាចង់ដឹងថាចេះនៅក្នុងគេធ្វើគេខ្លះទៅ PUC ទៅអញ្ចឹង speech ចប់ណែបានពៀនមួយដែរគេហៅ best speaker វាមិនពៀនគេហៅ certificate ជាងរូបភាពនេះទូទៅទាំងអស់គ្នានៅក្នុងគេតែងតែថតទុកឲ្យអ្នកដែលគាត់ចូលចិត្តផុសអីចឹងណាចឹងចេញពីក្នុងមកភ្លាមវឹបធ្វើថ្មិញព្រោះថ្មិញរបស់ខ្ញុំគឺធ្វើ regularly ហ្មងហើយចេញពីក្នុងមកឆ្លៀតពេលខ្លះគឺបរៀនកូនសិស្សហាត់ប្រាណតាមពិតបរៀនកូនសិស្សហាត់ប្រាណហ្នឹងមិនមែនបរៀនយកលុយអីទេគាត់ជាកូនសិស្សរៀនអង់គ្លេសគាត់ចង់ហាត់ប្រាណអញ្ចឹងក៏ទៅជាមួយគ្នាទៅអញ្ចឹងទាំងអស់គ្នាអរគុណសម្រាប់ការមើលវីដេអូនេះហើយបើសិនជាទាំងអស់គ្នាចង់រៀន public speaking អាចចុះឈ្មោះជាមួយនឹងខ្ញុំបានឬក៏អាចជួយ like Facebook page ហើយជាមួយនឹង TikTok របស់ខ្ញុំដើម្បីតាមដានសកម្មភាពបន្តទៀតអរគុណច្រើន